ចង់វិលត្រឡប់ទៅភាពក្មេងវ័យចង់វិលត្រឡប់ទៅអតីតកាលពេលមួយដែលរូបខ្ញុំគ្មានរឿងត្រូវជឿឆ្អល់មិនដូចជាពេលនេះឈឺបេះដូងស្ទើរស្លាប់តែងតាំងខ្លួនជាមនុស្សម្នាក់ដែលរឹងមាំពីបាក់ទ្រាំពាក្យសម្ដីគេនិយាយឌឺដងខ្ញុំអន់យើងទាំងពីរនាក់មិនអាចដើរផ្លូវរួមគ្នាតែពេលនេះអូនក៏បានដូចបំណងដូចអ្វីដែលអូនធ្លាប់ពងយើងបានបែកគ្នាទៅតាមសំណូមពរស្រីសុងទុំយ៉ាងណាពេលដែលនៅក្បែរអ្នកថ្មីទោះយើងលែងត្រូវជាអ្វីក៏ចិននាងនៅអាឡ័យចង់ដឹងពីសុងទុំស្រីកាយមិនឡបេះដូងស្មងសទុំជូនសម្រាប់ទៅស្រីតែពេលនេះគេឈរអូនពីដៃក្នុងហាងរតីបានត្រឹមតែសងសៅគេគ្មានថ្ងៃបានយល់ពីការឈឺចាប់នោះទេពេលអូនចាក់ចេញទៅអូនក៏បានអងចិនដែរបានស្គាល់គ្នាមិនដឹងជាល្អយ៉ាងណាបងក៏មិនត្រូវជឿផ្សាព្រោះស្នេហាបែបនេះទេរិតបំភ្លេចរិតនឹកឡើងធ្វេអូយមិនយល់ទេហេតុអ្វីនៅគេយ៉ាងនេះបានត្រឹមតែនឹកអូនពីចំងាយតែមិនអាចបានក្បែរកាយពុទ្ធរូបឈំឆាយអូនក្បែរគេហើយគ្រាន់តែនឹកមិនចង់បានអូនវិញឡើយជ្រុលទៅហើយទៅឲ្យបានសុខណាថ្លៃគេបែរថាមិនអងគេមិនចង់បន្តទៀតទេទូព្រឹងខត់ក៏គ្មានន័យដែរមានតែបណ្ដោយចិត្តគេទៅចោលចោលស្នេហ៍ដែលខំសាងមកជាយូរជ្រើអ្នកថ្មីតែមិនគិតគូរថាគេនោះជាមនុស្សបែបណាគេជាមនុស្សស្មងឬជាមនុស្សសាវ៉ាសង្ឃឹមថាគេនឹងមិនធ្វើឲ្យអូនទាំងភ្នែកទ្រាំនឹងអូនបានទេបងបារម្ភពីមាសមេខ្លាចអូនត្រូវគេក្បត់ចិត្តដូចអូនក្បត់មកតែពេលនេះអូនក៏បានដូចបំណងដូចអ្វីដែលអូនធ្លាប់ពងយើងបានបែកគ្នាទៅតាមសំណូមពរស្រីសុងទុំយ៉ាងណាពេលដែលនៅក្បែរអ្នកថ្មីទោះយើងលែងត្រូវជាអ្វីក៏ចិននាងនៅអាឡ័យចង់ដឹងពីសុងទុំស្រីទុំជូនសម្រាប់ទៅស្រីតែពេលនេះគេឈរអូនពីដៃក្នុងហាងរតីបានត្រឹមតែសងសៅគេគ្មានថ្ងៃបានយល់ពីការឈឺចាប់នោះទេពេលអូនចាក់ចេញទៅអូនក៏បានអងចិនដែរស្នេហ៍ដែលខំសាងមកជាយូរជ្រើអ្នកថ្មីតែមិនគិតគូរថាគេនោះជាមនុស្សបែបណាគេជាមនុស្សស្មងឬជាមនុស្សសាវ៉ាសង្ឃឹមថាគេនឹងមិនធ្វើឲ្យអូនទាំងភ្នែកពេលដែលគ្មានបងក្បែរតែគេអាចទ្រាំនឹងអូនបានទេបងបារម្ភពីមាសមេខ្លាចអូនត្រូវគេក្បត់ចិត្តដូចអូនក្បត់មក